សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះយើងនឹងបន្តសាច់រឿងស៊ូលែនវគ្គ5របស់យើងបន្តទៀតបន្តពីភាគមុនທາງសានក៏បានសូមលោកគ្រូកនឡុងជៀនដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Curry ដែលທາງសានក៏បានប្រាប់ទៅកាន់លោកគ្រូកនឡុងជៀនថាគាត់ទៅទីនោះដើម្បីទៅសួរសុខទុក្ខកញ្ញាគុយគុយហើយក៏បានសួរអំពីស្ថានភាពរបស់លោកគ្រូវាងដែលស្ថិតនៅក្នុងទីក្រុងចចកខ្យល់ផងដែរនៅពេលដែលបានឮដូច្នេះលោកគ្រូកនឡុងជៀនក៏គាត់មិនបានហាមឃាត់អ្វីនោះដែរក៏ប៉ុន្តែທາងសានត្រូវតែធ្វើដំណើរទៅជាមួយនឹងវូប៊ិនជីហើយនៅពេលដែលគាត់ទទួលព័ត៌មានអំពីលោកគ្រូវាងគាត់នឹងប្រាប់រឿងរ៉ាវទាំងអស់នោះទៅកាន់ทางសានផងដែរដែលសកម្មភាពម្ដងនេះវាមិនតូចតាចនោះទេព្រោះថាបកពួកទាំងពីរបានធ្វើការប្រយុទ្ធគ្នាកាលពីម្សិលមិញហើយគាត់ក៏បានប្រាប់ទៅកាន់ทางសានថាមកបាច់ចាំបារម្ភទៅកាន់លោកគ្រូវាងនោះទេដែលលោកគ្រូវាងប្រកាសជាគ្មានបញ្ហាអ្វីនោះឡើយហើយអ្វីដែលทางសានត្រូវតែចងចាំគឺជាសុវត្ថិភាពរបស់គាត់បន្ទាប់ពីនិយាយផ្ដាស់មករួចทางសានក៏បានដោះចាក់ចែងទៅបន្ទាប់ពីចាក់ចែងทางសានក៏បានគិតនៅក្នុងចិត្តហើយថាការដែលទៅជួបអ្នកមានគុយគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះហើយពិតប្រាកដណាស់ហេតុផលសំខាន់ដែលធ្វើឲ្យทางសានធ្វើដំណើរទៅកាន់ទីក្រុង Curry គឺដើម្បីទៅជួបជាមួយនឹងម៉ៃកុងជឺឬក៏សៀវអ៊ូនឹងឯងហើយបន្ទាប់ពីបញ្ចប់ថ្នាក់រៀនទាំងអស់ทางសាននិងវូប៊ិនជីក៏បានទៅវឹកហាត់ជាមួយគ្នាដែលបន្ទាប់ពីវូប៊ិនជីទទួលការណែនាំរបស់ทางសានគាត់ក៏បានធ្វើការសាកល្បងគ្រប់គ្រងធាតុកករបស់គាត់ផងដែរក៏ប៉ុន្តែគាត់ធ្វើវាមិនសូវជាល្អប៉ុន្មាននោះទេហើយគាត់ពិតជានៅឆ្ងល់ខ្លាំងណាស់ថាทางសានអាចបង្ហាត់ធាតុខ្យល់បានយ៉ាងដូចម្ដេចទៅបន្ទាប់មកทางសានក៏បានប្រាប់ពេលខ្លះភាពស្ថិរមិនមែនជាធម្មពលដ៏ខ្លាំងបំផុតនោះទេមានតែបន្ថែមនៃការគ្រប់គ្រងអស្ថិរភាពប៉ុណ្ណោះទើបសមិទ្ធផលដែលសម្រេចបានវាកាន់តែល្អថែមទៀតបន្ទាប់មកทางសានក៏បានបញ្ចេញបច្ចេកទេសគ្រប់គ្រងធាតុខ្យល់របស់គាត់ដើម្បីបង្ហាញវាទៅកាន់វូប៊ិនជីម្ដងទៀតដែលគាត់ក៏បានបង្ហាត់ធាតុខ្យល់ទៅជាដុំបាល់ដ៏តូចមួយរួចក៏គប់វាប្រហាក់ទៅកាន់ដុំថ្មដែលនៅជិតនោះពេញមួយទំហឹងនៅពេលដែលបានឃើញបែបនេះវូប៊ិនជីក៏ពិតជាភ្ញាក់ផ្អើលមែនទែនព្រោះថាបច្ចេកទេសម្ដងនេះគឺវាខ្លាំងជាងកាលពីពេលមុនទៅទៀតចំណែកทางសានក៏បានប្រាប់ថាវិធីសាស្ត្រមួយនេះគឺវាស័ក្តិសមជាមួយនឹងការគ្រប់គ្រងធាតុកកបំផុតដែលគាត់បានលើវូប៊ិនជីនិយាយកាលពីម្សិលមិញថាធាតុកករួមបញ្ចូលជាមួយនឹងការវិភាគជាមួយនឹងការការពារនៅពេលដែលបានឃើញសមត្ថភាពរួមទាំងចំណេះដឹងរបស់ทางសានខ្លាំងក្លាដូច្នេះវូប៊ិនជីក៏ពិតជាភ្ញាក់ផ្អើលខ្លាំងយកតែម្ដងហើយបន្ទាប់ពីបញ្ចប់ការវឹកហាត់ជាមួយគ្នាពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Curry ហើយអ្វីដែលทางសានធ្វើដំបូងគេនៅពេលដែលទៅដល់ទីក្រុង Curry គឺគាត់បានចូលទៅទិញតែទឹកដោះគោនៅក្នុងហាងរបស់ម៉ៃកុងជឺដែលនៅទីនោះគាត់ក៏បានជួបជាមួយនឹងម៉ៃកុងជឺឬក៏សៀវអ៊ូម្ដងទៀតក៏ប៉ុន្តែនៅគណៈពេលដែលทางសានអំរងជួរដើម្បីទិញតែទឹកដោះគោស្រាប់តែមានបិសាចជ្រូកព្រៃមួយបានមកដណ្ដើមជួររបស់គាត់ក៏ប៉ុន្តែដោយសារតែគេឈរមកត្រង់ជួរម៉ៃកុងជឺមកបានលក់តែទឹកដោះគោឲ្យគេនោះទេហើយនៅពេលនោះក៏មានបិសាចខ្លាឃ្មុំម្នាក់បានប្រាប់រឿងអ្វីមួយទៅកាន់បិសាចជ្រូកព្រៃមួយនោះដែលធ្វើឲ្យវាមិនហ៊ានរញ៉េរញ៉ៃបន្តទៀតនោះទេហើយយើងក៏មិនដឹងថាអ្វីដែលបិសាចខ្លាឃ្មុំនឹងបាននិយាយគឺជាអ្វីនោះទេក៏ប៉ុន្តែខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាទៅថាកម្លាំងនៅពេលក្រោយម៉ៃកុងជឺមិនមែនធម្មតានោះឡើយបន្ទាប់មកทางសានក៏បានទិញតែទឹកដោះគោចំនួន2កែវដែលនៅក្នុងមួយកែវវាមានតម្លៃស្មើជាមួយនឹង1កាក់អារ៉ែហើយនៅពេលនោះពួកគេទាំងពីរនាក់ក៏បានធ្វើការសន្ទនាបន្តិចផងដែរដែលทางសានក៏បានសួរទៅកាន់ម៉ៃកុងជឺថាហេតុអ្វីបានជាអ្នកសម្រេចចិត្តបើកអាជីវកម្មលក់តែទឹកដោះគោដូច្នេះបន្ទាប់មកម៉ៃកុងជឺក៏បានប្រាប់ថានាងលក់តែទឹកដោះគោដើម្បីរកលុយជួយទៅកាន់គ្រួសាររបស់នាងក៏ប៉ុន្តែทางសានមិនអាចនិយាយជាមួយនឹងម៉ៃកុងជឺបានយូរនោះទេដោយសារតែមានបិសាចផ្សេងៗទៀតកំពុងតែតម្រង់ជួយទិញតែទឹកដោះគោរបស់នាងនៅពេលដែលបានឃើញทางសានចាក់ចែងម៉ៃកុងជឺក៏បានបន្ថយល្បឿននៃការធ្វើតែទឹកដោះគោរបស់នាងហើយทางសានក៏បានដឹងថាមូលហេតុដែលនាងធ្វើដូច្នេះគឺនាងខ្លាចថាពពួកបិសាចទាំងអស់នោះតាមទៅរករឿងគាត់ដែលទង្វើរបស់នាងគឺជាការព្រួយបារម្ភទៅកាន់ทางសាននឹងឯងបន្ទាប់មកทางសានក៏បានឲ្យតែទឹកដោះគោមួយកែវទៅកាន់សិស្សច្បងវូប៊ិនជីដែលមើលទៅវូប៊ិនជីមិនស្គាល់ថាតែទឹកដោះគោនឹងគឺជាអ្វីនោះឡើយបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានទៅពិសាអាហារពេលល្ងាចនៅហូតារបស់កញ្ញាគុយគុយហើយបន្ទាប់ពីបញ្ចប់អាហារពេលល្ងាចរួចពួកគេក៏បានត្រឡប់ទៅកាន់សាលាវិញនៅតាមផ្លូវធ្វើដំណើរវូប៊ិនជីក៏បានសួរทางសានថាតើគាត់ស្គាល់នារីដែលបានលក់តែទឹកដោះគោនឹងមែនឬក៏ប៉ុន្តែทางសានក៏បានក្រវីក្បាលបដិសេធថាគាត់មិនបានស្គាល់នាងនោះទេដែលគាត់គ្រាន់តែធ្លាប់បានជួបនាងម្ដងកាលពីចូលទៅកាន់ទីក្រុងជាមួយនឹងលោកគ្រូវាងប៉ុណ្ណោះហើយនៅពេលនោះនាងរាក់ទាក់គាត់បានល្អខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះនាងក៏បានផ្ដល់ឲ្យគាត់នៅតែទឹកដោះគោមួយកែវហ្វ្រីទៀតផងចំណែកឲ្យវូប៊ិនជីគាត់ក៏បាននិយាយទៀតថាចំពោះមូលហេតុដែលឯងសងច្បាប់មួយថ្ងៃគឺដើម្បីតែមកជួបនារីម្នាក់ហ្នឹងមែនទេក៏ប៉ុន្តែทางសានខ្ញុំសូមរំលឹកអ្នកចំពោះរឿងមួយថាចំពោះមនុស្សដែលអាចបើកហាងផ្ទាល់ខ្លួននៅក្នុងកណ្ដាលទីក្រុងហើយគ្មានបិសាចណាមួយហ៊ានមករញ៉េរញ៉ៃដូច្នេះខ្នងបងឯងដែលជាគ្រួសាររបស់នាងមិនមែនជាមនុស្សធម្មតានោះឡើយហើយខ្ញុំដឹងថាគ្មានបរិះណាដែលមកចូលចិត្តនារីសស្អាតដូចជានាងនោះឡើយក៏ប៉ុន្តែทางសានឯងនៅក្មេងពេកហើយឥឡូវនេះហើយខ្ញុំសូមប្រមានថាមិនគួរទៅលេងនាងញឹកញាប់ពេកនោះទេបើមិនដូច្នេះអាចប្រកាសជាត្រូវបានគេចាប់អារម្មណ៍ចាក់ជាមិនខានហើយបន្ទាប់ពីធ្វើដំណើរទៅដល់សាលាពួកគេទាំងពីរនាក់ក៏បានចាយផ្លូវគ្នាដែលทางសានក៏បានដើរចូលទៅក្នុងព្រៃរួចក៏គិតនៅក្នុងចិត្តហើយថានៅក្នុងជីវិតនេះបច្ចុប្បន្នខ្ញុំគ្រាន់តែជាមនុស្សចម្លែកចំពោះនាងប៉ុណ្ណោះក៏ប៉ុន្តែសៀវអ៊ូនាងមិនបានផ្លាស់ប្ដូរនោះទេទោះបីជាជីវិតមួយនេះរូបរាងរបស់នាងបានផ្លាស់ប្ដូរបន្តិចក៏ដោយក៏ប៉ុន្តែនាងនៅតែស្រស់ស្អាតហើយនឹងមានចិត្តល្អទៅកាន់អ្នកដទៃទៀតផងបើយោងទៅតាមអ្វីដែលសិស្សច្បងវូប៊ិនជីបាននិយាយនៅពេលបច្ចុប្បន្នខ្ញុំមិនទាន់ស័ក្តិសមជាមួយនឹងនាងនោះទេមានតែបន្ទាប់ពីខ្លាចទៅជាមនុស្សខ្លាំងបំផុតប៉ុណ្ណោះទើបខ្ញុំអាចនៅចិត្តនាងហើយការពារសុខសុវត្ថិភាពរបស់នាងបានដូច្នេះហើយខ្ញុំត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីខ្លាចទៅជាអ្នកខ្លាំងឲ្យបានឆាប់តាមទៅអាចធ្វើទៅបានហើយមានតែផ្លូវមួយនោះប៉ុណ្ណោះទើបខ្ញុំអាចសម្រេចនៅអ្វីដែលខ្ញុំកំពុងតែចង់បានបន្ទាប់ពីធ្វើការហ្វឹកហាត់ប្រហែលថ្ងៃทางសានក៏បានទៅទទួលយកបេសកកម្មមួយដែលនៅពេលនោះគាត់ចង់ទទួលយកបេសកកម្មនៃការវាយប្រហារក៏ប៉ុន្តែដោយសារតែทางសានមិនត្រូវឲ្យទទួលយកបេសកកម្មមួយនេះគាត់ក៏តម្រូវឲ្យទៅនិយាយជាមួយនឹងលោកគ្រូរបស់គាត់ដែលជាអភិបាលក្រុងដោយផ្ទាល់ហើយនៅពេលនោះអភិបាលក្រុងក៏បានសួរមូលហេតុដែលทางសានចង់ទទួលយកបេសកកម្មមួយនឹងផង
ផងដែរហើយបន្តមកทางសានក៏បានប្រាប់ថាមូលហេតុដែលគាត់ចង់ទទួលយកបេសកកម្មនៃការវាយប្រហារនោះគឺដោយសារតែគាត់ចង់ទទួលបានបទពិសោធន៍ហើយគាត់ក៏បានដឹងថាបើសិនជាគាត់ចង់ខ្លាំងជាងនេះគាត់ត្រូវតែស្រូបយកសារឈាមដែលខ្លាំងក៏ប៉ុន្តែទោះបីជាทางសានខំនិយាយរួមទាំងបញ្ជាក់ប្រាប់ថាសមត្ថភាពនៃការស្រូបសារឈាមរបស់គាត់មិនអាចឲ្យអ្នកដទៃដឹងក៏ដោយក៏លោកអភិបាលក្រុងចាងហៅសៀនដែលជាលោកគ្រូរបស់គាត់មិនឲ្យทางសានទទួលយកបេសកកម្មវាយប្រហារនោះឡើយព្រោះថាបន្ទាប់ពីทางសានបង្ហាញសមត្ថភាពរបស់គាត់ទៅកាន់អង្គការរំដោះចាងហៅសៀនបានចាត់ទុកทางសានជាទេពកោសល្យដែលព្រះប្រទានទៅឲ្យទួយពងមនុស្សហើយតាមអ្វីដែលគាត់ដឹងមេវិស័យថ្នាក់ខ្ពស់បានដាក់ការសង្ស័យមកលើទីក្រុងរបស់ពួកគេហើយដូច្នេះហើយក៏ត្រូវតែលាក់បាំងអំពីសមត្ថភាពពិសេសរបស់ทางសានដើម្បីកុំឲ្យមនុស្សដទៃទៀតបានដឹងតាមអ្វីដែលគាត់អាចធ្វើបានហើយគាត់ក៏បានសួរទៅកាន់ทางសានថាតើឯងអាចទទួលយកបេសកកម្មផ្សេងទៀតដែរឬទេហើយតើនៅពេលនេះឯងគឺពិតជាត្រូវការប្រាក់ខ្លាំងណាស់មែនទេចំណែកឯทางសានក៏គាត់បានលាក់បាំងអ្វីនោះដែរដែលគាត់ក៏បានប្រាប់ថាគាត់គឺពិតជាត្រូវការប្រាក់ពិតមែនដែលមើលទៅប្រហែលជាត្រូវការប្រាក់ដើម្បីតែងតែទៅដល់គូរបស់មេកងជឺហើយបន្ទាប់មកលោកអភិបាលក្រុងក៏បានឲ្យកាបូបមួយដែលមានកាក់ចំនួន100ហើយចាត់ទុកថាជាកាដូស្វាគមន៍របស់គាត់ចំពោះทางសានហើយគាត់ក៏បានប្រាប់ផងដែរថាทางសានអាចទទួលយកបេសកកម្មផ្សេងដែលលើកលែងតែបេសកកម្មវាប្រហារប៉ុណ្ណោះក៏ប៉ុន្តែដើម្បីទទួលបេសកកម្មនីមួយៗយ៉ាងហោចណាស់ทางសានត្រូវតែមានគ្នា3នាក់នៅពេលដែលបានលើបែបហ្នឹងทางសានក៏ពិតជាកាំងខ្លាំងមែនទែនបន្តមកអភិបាលក្រុងចាងហៅសៀនគាត់ក៏បានសួរបន្តទៀតថាតើทางសានត្រូវការខ្សែឈាមរបស់គាត់ដើម្បីធ្វើការវឹកហាត់ដែរឬទេបន្ទាប់មកทางសានក៏បានឆ្លើយតបទៅវិញហើយថាបើសិនជាខ្ញុំទទួលបានខ្សែឈាមរបស់លោកគ្រូបន្ថែមទៀតវាប្រកាសជាផ្ដល់ប្រយោជន៍ឲ្យខ្ញុំនៅក្នុងការវឹកហាត់ជាច្រើនក៏ប៉ុន្តែខ្ញុំគិតថាប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីវឹកហាត់ឥឡូវនេះហើយថ្ងៃនៅមុនហ្នឹងทางសានក៏បានស្រូបយកខ្សែឈាមរបស់លោកគ្រូចាងហៅសៀនបន្តិចផងដែរហើយនៅពេលនោះทางសានក៏បានគិតនៅក្នុងចិត្តផងដែរថាខ្ញុំមិនត្រូវប្រាប់គាត់ថាខ្ញុំត្រូវការខ្សែឈាមរបស់គាត់ខ្លាំងប៉ុណ្ណានោះទេបន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយនឹងអភិបាលក្រុងចាងហៅសៀនทางសានក៏បានធ្វើដំណើរទៅកាន់ទីកន្លែងវឹកហាត់ប្រយុទ្ធផ្ទាល់ដែលវូបញ្ជីជាមួយនឹងសិស្សផ្សេងទៀតក៏នៅទីនោះផងដែរហើយនៅពេលនោះវូបញ្ជីក៏ចង់ប្រកួតគ្នាជាមួយនឹងทางសានម្ដងទៀតដោយវូបញ្ជីចង់ដឹងថាសមត្ថភាពរបស់គាត់ក៏ឡើងប៉ុណ្ណាចាប់តាំងពីការប្រយុទ្ធការពីពេលមុនចំណែកឯทางសានក៏មកបានបដិសេធនោះដែរហើយវូបញ្ជីនៅប្រកួតប្រាក់ចំនួន5កាក់បើសិនជាทางសានអាចយកឈ្នះគាត់ម្ដងនេះនៅពេលបានលើកដូច្នេះทางសានក៏បានសួរទៅកាន់វូបញ្ជីហើយថាអូសច្បងតើការប្រយុទ្ធនេះគឺជាការភ្នាល់គ្នាមែនទេក៏ប៉ុន្តែវូបញ្ជីគាត់ក៏បានបដិសេធមូលហេតុដែលគាត់ធ្វើបែបនេះគឺគាត់គ្រាន់តែចង់ឲ្យតម្លៃនៅក្នុងការប្រកួតមួយនេះប៉ុណ្ណោះហើយវាក៏ដូចជាការអរគុណដែលทางសានបានជួយបង្ហាញផ្លូវទៅកាន់គាត់ដូចគ្នាចំណែកឯអាយុមិនមែនជាបញ្ហានោះទេសម្រាប់មនុស្សដែលចង់សិក្សាពិតប្រាកដដូច្នេះហើយការប្រកួតរបស់ពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមដែលវូបញ្ជីក៏បានប្រមូលផ្ដុំធាតុកររបស់គាត់បញ្ចូលគ្នាដើម្បីត្រៀមវាបហាទៅកាន់ทางសានចំណែកឯทางសានក៏បានបង្អង់ជូនដែរស្ទើរទៅប្រើកំបិតខ្យល់របស់គាត់ដើម្បីត្រៀមវាបហាដូចគ្នាដែលការប៉ះទង្គិចដំបូងគឺគ្រាន់តែជាការសាកល្បងកម្លាំងប៉ុណ្ណោះបន្ទាប់មកវូបញ្ជីក៏បានប្រើដុំបាល់ធាតុករដែលគាត់បានប្រមូលផ្ដុំវាបហាទៅកាន់ทางសានក៏ប៉ុន្តែทางសានក៏បានប្រើបច្ចេកទេសចំហៀស្រមោលខ្មោចរបស់គាត់កិច្ចចេញពីការវាបហាមនុស្សយ៉ាងងាយស្រួលហើយគាត់ក៏បានផ្លាស់ទីដើម្បីវាបហាទៅកាន់វូបញ្ជីផងដែរក៏ប៉ុន្តែវូបញ្ជីក៏បានមកផ្ទុះធាតុកររបស់គេដើម្បីវាបហាឲ្យនឹងការពារនៅក្នុងពេលតែមួយនៅពេលដែលបានឃើញដូច្នេះកូនសិស្សទាំងអស់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាវូបញ្ជីមិនដែលប្រើបច្ចេកទេសនេះកាលពីពេលមុននោះទេនៅពេលនោះทางសានក៏បានហោះទៅលើរួចក៏ប្រើធាតុខ្យល់របស់គាត់ដើម្បីត្រៀមវាបហាចំណែកឯវូបញ្ជីក៏បានត្រៀមរាយការណ៍ធាតុកររបស់គាត់ដើម្បីត្រៀមទប់ទល់ដូចគ្នានៅពេលនោះកូនសិស្សទាំងអស់គ្នាក៏បានឃើញថាបើសិនជាចូលកាន់តែចិត្តសិស្សស្បងវូបញ្ជីសីតុណ្ហភាពគឺវាកាន់តែទាបក៏ប៉ុន្តែរឿងទាំងនេះមិនមែនជាបញ្ហាសម្រាប់ทางសាននោះទេដែលគាត់ក៏បានប្រើធាតុខ្យល់របស់គាត់បញ្ចូលគ្នាបង្កើតបានដូចជាកំបិតខ្យល់លើទេវភាពរួចក៏វាបហាទៅកាន់ការការពាររបស់វូបញ្ជីពេញមួយទំហឹងហើយការវាបហាមួយនេះបានធ្វើឲ្យវូបញ្ជីពិបាកទល់ខ្លាំងមែនទែនហើយគាត់ក៏បានបញ្ចេញរនាំងទៅគាត់ដើម្បីទប់ទល់ផងដែរទោះជាយ៉ាងណាប៉ុណ្ណឹងทางសានមិនទាន់បញ្ចប់នោះទេដែលគាត់ក៏បានប្រមូលផ្ដុំកំបិតខ្យល់3រួមបញ្ចូលគ្នារួចក៏បង្កើតទៅជាបច្ចេកទេសថ្មីមួយទៀតដែលทางសានបានដាក់ឈ្មោះវាថាកំបិតខ្យល់ព្យុះកំបិតក្បូងដល់ទេវភាពហើយការវាបហាមនុស្សក៏បានហោះទៅកាន់ទិសដៅរបស់វូបញ្ជីចំណែកឯវូបញ្ជីក៏គាត់មិនចង់ពជាពេលនោះដែរដែលគាត់ក៏បានបញ្ចេញរនាំងទៅគាត់ចំនួន3ជាន់ដើម្បីទប់ទល់ជាមួយនឹងកំបិតខ្យល់របស់ทางសានក៏ប៉ុន្តែរនាំងទៅគាត់របស់វូបញ្ជីមិនអាចទប់ទល់ជាមួយនឹងកំបិតខ្យល់របស់ทางសានមួយនេះបាននោះទេដោយសារតែវាក៏បានបន្ទុះខ្លាយទៅជាព្យុះកំបិតក្បូងដ៏ធំមួយដែលបានធ្វើឲ្យវូបញ្ជីភ្ញាក់ផ្អើលខ្លាំងមែនទែនដែលព្យុះកំបិតក្បូងនេះអាចគោយកបំណែកទៅគាត់របស់គាត់ហើយបង្កើនកម្លាំងការវាបហារបស់វាទៀតផងដែលនៅពេលហ្នឹងវូបញ្ជីគាត់ក៏ពិតជាពិបាកទទួលខ្លាំងមែនទែនចំណែកทางសានក៏បានគិតនៅក្នុងចិត្តថាខ្ញុំអាចនិយាយថាចក្ខុវិស័យរបស់វូបញ្ជីគឺពិតជាខ្ពស់ខ្លាំងណាស់រីឯគ្រឹះនៃការវឹកហាត់របស់គាត់ក៏រឹងមាំដូចគ្នាដោយត្រឹមរយៈពេល2ថ្ងៃប៉ុណ្ណោះការគ្រប់គ្រងធាតុកររបស់គាត់បានកន្លងយ៉ាងគួរឲ្យកត់សម្គាល់បន្ទាប់ពីការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានរសារអស់ទៅវូបញ្ជីគាត់ក៏បាននិយាយទៅកាន់ทางសានទាំងភ្ញាក់ផ្អើលហើយថាทางសានអ្នកក៏ពិតជាអាចខ្ចីកម្លាំងរបស់ខ្ញុំដើម្បីដោះស្រាយជាមួយនឹងខ្ញុំមែនទេក៏ប៉ុន្តែทางសានក៏មិនបានឆ្លើយតបជាមួយនឹងចម្ងល់របស់វូបញ្ជីនៅឡើយដែលគាត់ក៏បាននិយាយហើយថានៅថ្ងៃនេះការប្រកួតរបស់ពួកយើងចាត់ទុកថាស្មើទៅចុះក៏ប៉ុន្តែសិស្សច្បងធំតើអ្នកព្រមប្រគល់កាក់អរិយចំនួន5មកខ្ញុំហើយឬនៅបន្ទាប់មកវូបញ្ជីក៏បានប្រគល់កាក់ចំនួន5ទៅកាន់ทางសានតាមការសន្យាហើយវូបញ្ជីក៏បានប្រាប់ថាគាត់នឹងទៅជួបทางសាននៅយប់នេះដែលทางសានមិនអាចយកលុយរបស់គាត់ទៅទេនោះទេមើលទៅពួកគេទាំងពីរប្រកាសជាចង់វាយខ្លាញ់ហើយនៅពេលនេះបន្ទាប់ពីបានទស្សនាការប្រយុទ្ធរបស់ពួកគេទាំងពីរនាក់កូនសិស្សទាំងអស់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលត្រឹមតែរយៈពេល2ថ្ងៃប៉ុណ្ណោះក៏ប៉ុន្តែកម្លាំងរបស់ពួកគេទាំងពីរនាក់នេះបានកឡើងយ៉ាងខ្លាំងចំណែកឯលោកគ្រូមូអិនឈឹងនៅជិតនោះគាត់ក៏បានទះដៃរួចក៏និយាយថាល្អណាស់ល្អខ្លាំងណាស់ពួកអល្អការបំផ្ទុះកម្លាំងភ្លាមៗដោយមានជំនួយពីដៃគូពួកឯងអាចបញ្ចេញសមត្ថភាពដែលលើពីដែលកំណត់
រៀងខ្លួនហើយនេះគឺជាការវឹកហាត់ប្រយុទ្ធដ៏ល្អបំផុតនៅគណៈពេលនោះផងដែរគូលីក៏បាននិយាយទៅកាន់លោកគ្រូមូអ៊ុនឈិងដែលគាត់ក៏ចង់ប្រកួតជាមួយនឹងທາງសានផងដែរហើយក៏បានសួរទៅកាន់ທາງសានថាតើគាត់យល់ព្រមដែរឬទេក៏ប៉ុន្តែពួកគេមិនមែនប្រកួតពេលណានោះឡើយដែលពួកគេនៅធ្វើការប្រកួតគ្នាបន្ទាប់ពីทางសានធ្វើការសម្រាករួចរីឯทางសានក៏គាត់មិនបានបដិសេធសំណើរបស់គូលីនោះដែរដែលគាត់ក៏បានគិតនៅក្នុងចិត្តថាខ្សែឈាមក្រពើពេលវេលាមិនត្រឹមតែមានសមត្ថភាពគ្រប់គ្រងពេលវេលានោះទេក៏ប៉ុន្តែវាថែមតែជាខ្សែឈាមថ្នាក់ទី2ទៀតផងមើលទៅខ្សែឈាមក្រពើពេលវេលារបស់ពេកគូលីនេះមិនរួចពីដៃរបស់ทางសាននោះទេក៏ប៉ុន្តែមកដល់ត្រឹមនេះសាច់រឿងនៃភាគទី9របស់យើងក៏ឈានមកដល់ទីបញ្ចប់ជាចុងក្រោយសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលទស្សនាពួកយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយបាយបាយ